វីដេអូថ្ងៃនេះតភាគពីវីដេអូមុនដែលឃើញថាប៉ាម៉ាក់ចូលចិត្តវីដេអូមុនតាក់ទងនឹងការនាំកូនយើងរៀនអំពីតួអក្សរនិងសារដែលជាគ្រឹះនៃអំណាចដំបូងសម្រាប់កុមារតូចៗពីមត្តេយ្យកម្រិតខ្ពស់រហូតដល់ថ្នាក់ទី1ទី2ទី3ជាគ្រឹះដើម្បីចាប់យកបំណិននឹងដើម្បីឲ្យគាត់មានសមត្ថភាពក្នុងការអាចសរសេរឬក៏អានបានល្អហើយនឹងការនិយាយបានល្អផងដែរអញ្ចឹងសម្រាប់កុមារតូចៗគេផ្ដោតទៅលើការនិយាយជាគោលហើយឲ្យគាត់យល់ពាក្យដែលគាត់និយាយនឹងផ្សារភ្ជាប់ទៅនឹងតួអក្សរដូចនៅទីនេះខ្ញុំសូមណែនាំអក្សរកហើយកដោយសារតែអក្សរពីរហ្នឹងគឺបើសម្រាប់កុមារតូចៗវិញគឺគាត់ពិបាកញែកនៅពេលដែលយើងប្រាប់គាត់ថាកហើយនឹងកគាត់អត់ដូចមនុស្សចាស់យើងងាយញែកបានទេហើយមានតួអក្សរផ្សេងទៀតព្យញ្ជនៈផ្សេងទៀតដែលគាត់ងាយនឹងច្រឡំដូចជាខនិងខចនិងចឆនិងឆអីជាដើមប៉ុន្តែទីនេះខ្ញុំសូមណែនាំតួអក្សរនេះជាគំរូហើយប៉ាម៉ាក់អាចយកទៅបង្រៀនកូនយើងបន្តិចម្ដងហើយបន្ទាប់មកចាំយើងចូលព្យញ្ជនៈថ្មីទៀតឧទាហរណ៍ដូចជាអក្សរកនៅពេលដែលយើងផ្សំមួយស្រៈអាស្រៈអីស្រៈអ៊ូហើយនិងស្រៈអូខ្ញុំលើកឧទាហរណ៍4តួអក្សរនេះជាគោលប៉ុន្តែពេលយើងបរៀនកូនយើងបើសិនជាគាត់ចាប់យកអត់ទាន់បានទេយើងអាចចាប់ដើមជាមួយស្រៈតែមួយឬក៏ម្ដងមួយតួអក្សរសិនប៉ុន្តែនៅពេលដែលគាត់ចេះច្បាស់ហើយយើងអាចឲ្យគាត់មើលឃើញតួអក្សរទាំងពីរហ្នឹងអញ្ចឹងយើងអានពាក្យជាមួយគ្នាតាមពិតនេះគេហៅថាព្យាង្គអានព្យាង្គឬក៏អាចអានពាក្យដែរនៅពេលដែលវាមានន័យយើងហៅថាជាពាក្យដូចកស្រៈអាកាស្រៈអីកៃកស្រៈអ៊ូគួកស្រៈអូកោកដាក់ស្រៈអាប៉ុន្តែទៅជាឮសូរសំឡេងហ្នឹងគៀវិញបញ្ចេញសំឡេងហ្នឹងគៀកដាក់ស្រៈអីប៉ុន្តែបញ្ចេញសំឡេងទៅជាគីកដាក់ស្រៈអ៊ូបញ្ចេញសំឡេងទៅជាគួកដាក់ស្រៈអូប៉ុន្តែបញ្ចេញសំឡេងទៅជាគូវិញហើយបន្ទាប់មកយើងនាំកូនយើងសង្កេតថារវាងពាក្យទាំងអស់ហ្នឹងឬក៏ព្យាង្គទាំងអស់ហ្នឹងតើព្យាង្គណាដែលគាត់ដូរផ្សំជាមួយស្រៈដូចគ្នាប៉ុន្តែមានសូរសំឡេងខុសគ្នាប៉ុន្តែព្យាង្គដែលអត់បដូរសំឡេងហ្នឹងគឺដូចកអ៊ូគួហើយនឹងកអ៊ូគួអត់បដូរទេប៉ុន្តែគោហើយនឹងគូបដូរហើយបន្ទាប់មកទៀតដើម្បីឲ្យការរៀននឹងកាន់តែសប្បាយសម្រាប់កុមារតូចយើងក៏អាចបញ្ចូលកាយវិការជាមួយដែរដូចជាពាក្យថាគោយើងគោអញ្ចឹងទៅពាក្យថាគូអាចគូគំនូអាចមួយគូអញ្ចឹងទៅដែលពាក្យទាំងអស់ហ្នឹងក៏កុមារអាចប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយដូចជាពាក្យការអញ្ចឹងការទឹកអីជាដើមអរគុណហើយសង្ឃឹមថាវីដេអូមួយនេះចូលរួមចំណែកជួយប៉ាម៉ាក់ទទួលបានគំនិតថ្មីក្នុងការបង្រៀនកូនយើងអំពីភាសាខ្មែរអរគុណ